កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខយោធិនខ្មែរទាំង18រូបដែលកំពុងស្ថិតក្រោមការឃុំឃ្លងរបស់ថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួនអាយុដាមទេសរដ្ឋមន្ត្រីលីថុចអនុប្រធានទី1អាជ្ញាធរមីនកម្ពុជាបានស្នើសុំឲ្យអង្គការកាកបាទក្រហមអន្តរជាតិ ICRC បន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025អំឡុងពេលនៃជំនួបពិភាក្សាការងាររវាងអាយុដាមនិងលោក Charles Cabanne អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ ICRC ខណៈអាយុដាមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ានៅទីក្រុងសឺណែវប្រទេសស្វីសអាយុដាមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានផ្ដល់កិច្ចសហការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃ្លងដោយខុសច្បាប់របស់យោធាថៃអាយុដាមក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគាត់អាចត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពជាការឆ្លើយតបលោក Charles Cabanne បានលើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធសូមបញ្ជាក់នៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយដែលវីរៈកងទ័ពកម្ពុជាទាំង18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃ្លងរបស់យោធាថៃ